សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារពិសេសជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់របស់សម្ដេចនៅលើបណ្ដាញសង្គមផ្លូវការដែលមានខ្លឹមសារដូចតទៅថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដោយសារស្ថានភាពបានបោះមួយជំហានទៅមុខប្រកបដោយភាពច្បាស់លាស់ជាងពេលមុនដោយភាគីទាំងពីរអាចយកគោលការណ៍ច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធីបញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃធ្វើការហុំព័ទ្ធផ្ទះនិងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះក្នុងរយៈពេលជាង2ខែកន្លងមកនេះបានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតដែលកំពុងរស់នៅក្នុងភូមិទាំងពីរបញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសដែលតាមដានបញ្ហានេះគោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូងគឺធ្វើយ៉ាងណាដើម្បីទប់ស្កាត់ភាពការដែលកើតមានកុំឲ្យរីករាលដាលដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធ្ងរក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឲ្យបានឆាប់ចប់ជាទីបំផុតដើម្បីសម្រេចគោលដៅនេះរាជរដ្ឋាភិបាលបានប្រកាន់យកនៅអភិក្រមក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់និងការប្រើប្រាស់មធ្យោបាយសន្តិវិធីក្នុងការស្វែងរកដំណោះស្រាយព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយមិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃចំនួននិងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែធ្ងន់ធ្ងរក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឲ្យបានឆាប់ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមកពេលខ្លះមិនអាចទទួលបាននៅលទ្ធផលដែលយើងចង់បានភ្លាមខណៈដែលការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផលហើយសកម្មភាពជាក់ស្ដែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅដែលធ្វើឲ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍ថាអស់សង្ឃឹមនិងគិតថាគ្មានដំណោះស្រាយណាមួយនោះទេបន្ថែមលើនេះសកម្មភាពមួយចំនួនរបស់ភាគីថៃដូចជាការរាវមីនការបែងចែកដីឲ្យប្រជាពលរដ្ឋថៃឬការបំផ្លាញអគារនៅក្នុងកន្លែងដែលកងទ័ពថៃបានហុំព័ទ្ធរួចទៅហើយបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាប្រហែលជានឹងគ្មានដំណោះស្រាយហើយអ្នកខ្លះក៏អាចយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជាបានលួចឯកភាពកាត់ដីខ្មែរឲ្យគេដើម្បីបដូរយកបទឈប់បាញ់ឬកិច្ចព្រមព្រៀងសន្តិភាពខ្ញុំនៅតែបញ្ជាក់ថាគ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយទៅឲ្យប្រទេសណាមួយដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេកម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរបញ្ហាព្រំដែនគឺជាបញ្ហាដែលមានភាពស្មុគស្មាញដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងត្រូវរួមគ្នាដោះស្រាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តក្នុងរយៈពេលវែងទៅខាងមុខប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបានគឺត្រូវផ្អែកលើគោលការណ៍តម្លាភាពមានការឯកភាពគ្នាដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរនិងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នាព្រមទាំងផ្អែកលើមូលដ្ឋានសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរនៅក្នុងន័យនេះការងារវាស់វែងនិងខណ្ឌសីមាគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃ JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កាជាច្រើនក្នុងរយៈពេលជាង20ឆ្នាំកន្លងមកនេះទោះបីមិនទាន់បានចប់សពគ្រប់ក៏ដោយនៅក្នុងកិច្ចប្រជុំ JBC រយៈពេល2ថ្ងៃពេញ21-22ដុល្លារដែលទើបបញ្ចប់នៅរំលងអត្រាចូលថ្ងៃទី23ដុល្លារ2025នេះភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព
និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នាក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទចន្លោះបង្គោលព្រំដែនលេខ42និង47ដើម្បីស្វែងរកដំណោះស្រាយនេះភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេសដើម្បីកំណត់ការវាស់វែងរួមគ្នានិងបោះបង្គោលបណ្ដោះអាសន្នដោយប្រើប្រាស់ផែនទី1 លើ 200,000 សន្ធិសញ្ញា 1907 និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការបោះបង្គោលបារាំងសៀមធ្វើជាមូលដ្ឋានលទ្ធផលដែលទទួលបាននឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងសម្រាប់ធ្វើការដោះស្រាយបន្តមានតែវិធីសាស្ត្រនេះទេទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងនិងជួយឲ្យបញ្ហាដែលកើតមាននៅភូមិជោគជ័យនិងព្រៃច័ន្ទអាចដោះស្រាយបញ្ចប់បានហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបានជៀសវាងអូសបន្លាយបញ្ហាឲ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខទោះបីចម្រូងចម្រាសមុនចុះកិច្ចព្រមព្រៀងសន្តិភាពតែអ្នកតាមដានថាថៃនឹងមិនហ៊ានបដិសេធនោះទេកម្ពុជានិងថៃបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃហៅកាត់ថា JBC ដែលបានប្រព្រឹត្តទៅរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី21ដល់ថ្ងៃទី22ដុល្លារនាទឹកដីថៃដែលកិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយលោកឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃគណៈភាគីថៃដឹកនាំដោយលោកប្រាសាវិនិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃកម្ពុជាទន្ទឹមនឹងកិច្ចប្រជុំ JBC នៅថ្ងៃទី23ដុល្លារកម្ពុជានិងថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC នាទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីផងដែរគណៈដែលក្រុមលេខាធិការ GBC បានជួបគ្នា3ថ្ងៃមកហើយដើម្បីពិភាក្សាលើការងារនានាមុនចាប់ផ្ដើមកិច្ចប្រជុំពិសេស GBC លើកទី2តាក់ទងនឹងកិច្ចប្រជុំ GBC នេះទៀតសោតលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបង្ហាញនូវក្តីរំពឹងថានឹងទទួលបានលទ្ធផលជាផ្លែផ្កានិងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការធ្វើត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័សហើយភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាពការស្ថាបនានិងប្រកបដោយសុឆន្ទៈខ្ពស់លើបញ្ហាអត្ថិភាពទាំងឡាយប៉ុន្តែស្របពេលដែលរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបង្ហាញនូវក្តីរំពឹងទុកក្នុងន័យមិត្តភាពមិនចង់មានចំនួនរដ្ឋមន្ត្រីការពារជាតិថៃលោកណាត់ថាផនណផានិតឯនេះវិញបានប្រើពាក្យសម្ដីហាក់គំរាមមកកម្ពុជាថាប្រសិនបើកិច្ចប្រជុំ GBC និង JBC មិនជោគជ័យនាយករដ្ឋមន្ត្រីថៃនឹងមិនចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពឡើយហើយក៏នឹងមិនមានកិច្ចប្រជុំទៀតដែរព្រោះវាខ្ជះខ្ជាយលុយតើថៃពិតជាអាចយកកិច្ចប្រជុំ GBC និង JBC លើកនេះមកគម្រាមមិនឲ្យមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀតបានមែនឬទេលោកមេធាវីសុកសំអឿនអ្នកជំនាញផ្នែកច្បាប់បានបញ្ជាក់តាមរយៈទំព័រ Facebook នៅថ្ងៃទី20ខែតុលាឆ្នាំ2025ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃថាការប្រជុំគណៈកម្មការព្រំដែនកម្ពុជាថៃពោលគឺ GBC និង JBC គឺជាការជជែកគ្នាកំណត់ព្រំដែនជាក់លាក់តាមចំណុចនីមួយៗដោយយោងទៅតាម MOU ឆ្នាំ2000លក្ខខណ្ឌដែលរដ្ឋមន្ត្រីក្រសួងការពារជាតិថៃអះអាងថាលុះត្រាតែកម្ពុជាគោរពទើបការប្រជុំរបស់គណៈកម្មការព្រំដែនអាចនឹងព្រមព្រៀងនោះគឺមិនបានចែងនៅក្នុង MOU ឆ្នាំ2000នោះទេដូច្នេះការប្រជុំគណៈកម្មការព្រំដែនមិនអាចលើកយករឿងលក្ខខណ្ឌដែលរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលើកឡើងមកបូកលុកបានឡើយលោកមេធាវីសុកសំអឿនបន្ថែមថាប្រសិនបើភាគីថៃលើកយកបញ្ហាដែលរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលើកឡើងជាលក្ខខណ្ឌដើម្បីបន្តការប្រជុំនោះគឺបានន័យថាភាគីថៃចង់បំភ្លេចឬក៏បំពេញ MOU ឆ្នាំ2000ហើយភាគីកម្ពុជាក៏អាចបដិសេធមិនលើកយកចំណុចដែលលើកឡើងរបស់ភាគីថៃនោះមកពិភាក្សានៅក្នុងការប្រជុំរបស់គណៈកម្មការព្រំដែនបានដូច្នេះបើការប្រជុំរបស់គណៈកម្មការព្រំដែនមិនអាចធ្វើទៅបានគឺមិនមែនជាកំហុសរបស់ភាគីកម្ពុជានោះទេអាចចាត់ទុកថាភាគីថៃបំពេញ MOU ឆ្នាំ2000ហើយ MOU នោះអាចនឹងទៅជាមុខភាពទៅវិញកម្ពុជាក៏អាចលើកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ របស់អង្គការសហប្រជាជាតិបានហើយការព្រមព្រៀងរបស់គណៈកម្មការព្រំដែនដែលបានធ្វើឲ្យកន្លងមកកម្ពុជាអាចនឹងចាត់ជាមុខបានដូចគ្នា
ដោយឡែកពាក់ព័ន្ធទៅនឹងសម្ពាធដែលថៃបានដាក់មកលើកម្ពុជាដើម្បីធ្វើជាលក្ខខណ្ឌឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពលោកបណ្ឌិតជ័យតិចអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនិងជាអ្នកតាមដានស្ថានភាពនយោបាយបានបញ្ជាក់តាមរយៈវិទ្យុវីដេអូថាទោះបីជាថៃព្យាយាមសង្កត់កម្ពុជាគ្រប់បែបយ៉ាងមុនការចុះកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែវាគ្រាន់តែជាយុទ្ធសាស្ត្រតែប៉ុណ្ណោះសម្រាប់លោកយោថាថៃនឹងមិនហ៊ានបដិសេធចំពោះការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលមានលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកត្រៀមចូលរួមធ្វើជាសាក្សីនោះទេទន្ទឹមនឹងការយកឃើញខាងលើនេះលោកបណ្ឌិតជ័យតិចបានបន្ថែមទៀតថាតាមរយៈបទពិសោធន៍របស់លោកដែលបានតាមដានទៅលើការចរចានិងសង្គ្រាមជុំវិញពិភពលោកគឺមុនពេលចរចាឬក៏ចុះកិច្ចព្រមព្រៀងណាមួយប្រសិនបើប្រយុទ្ធគឺប្រយុទ្ធកាន់តែខ្លាំងហើយបើមានការចរចាគឺគេនឹងដាក់សម្ពាធកាន់តែខ្លាំងករណីនេះវាឆ្លុះបញ្ចាំងពីសកម្មភាពរបស់ថៃបច្ចុប្បន្នដែលបានប្រើគ្រប់មធ្យោបាយគម្រាមកំហែងកម្ពុជាតាមរយៈបទពិសោធន៍របស់ខ្ញុំដែលតាមដានបញ្ហាការចរចាបញ្ហាសង្គ្រាមជុំវិញពិភពលោកគឺថានៅពេលដែលមានការចរចាបើការប្រយុទ្ធវិញគឺកាន់តែសាហាវហើយបើសិនជាការចរចាដោយការដាក់សម្ពាធវិញគឺសម្ពាធគឺកាន់តែខ្លាំងបាទដើម្បីដណ្ដើមមានប្រៀបនៅក្នុងការចរចាដើម្បីដាក់សម្ពាធដល់ដៃគូហើយมันខុសគ្នាទេគឺរវាងការចរចាដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពនៅមុខលោកដូណាល់ត្រាំនៅថ្ងៃទី26ទី28តុលាខាងមុខនេះដូចគ្នាគឺភាគីថៃបានប្រើប្រាស់នូវសម្ពាធគ្រប់ជ្រុងទាំងអស់មកលើភាគីកម្ពុជាជាពិសេសគឺលក្ខខណ្ឌទាំង4ដែលនាយករដ្ឋមន្ត្រីអនុទិនចន្ទវរៈគុលបានដាក់ដើម្បីជាលក្ខខណ្ឌក្នុងកិច្ចសញ្ញាកិច្ចព្រមព្រៀងសន្តិភាពក៏ដូចជាបណ្ដាការប្រជុំផ្សេងទៅលើកិច្ចចរចា JBC ព្រំដែនគណៈកម្មការព្រំដែនរួម GBC គណៈកម្មការព្រំដែនទូទៅគឺគេប្រើប្រាស់នូវសម្ពាធទាំងនេះហើយក៏ដូចជាការគម្រាមកំហែងមួយចំនួនពាក់ព័ន្ធទៅនឹងការលុបចោលនៅ MOU ហើយនឹងការឈូសឆាយនៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីដែលនៅអធិបតេយ្យភាពរបស់កម្ពុជាទាំងនេះគឺជាសម្ពាធដែលភាគីថៃដាក់មកកម្ពុជាតែទោះជាយ៉ាងណាភាគីកម្ពុជាក៏មានលក្ខខណ្ឌមួយចំនួននៅក្នុងនោះគឺជាពិសេសគឺការគោរពនៅច្បាប់អន្តរជាតិគឺការដោះស្រាយបញ្ហាដោយសន្តិវិធីមិនប្រើប្រាស់កម្លាំងឬក៏ការផ្ទុះអាវុធឡើយជារួមខ្ញុំយល់ឃើញថាបើទោះបីជាភាគីថៃប្រឹងដាក់សម្ពាធមកលើកម្ពុជាទាំងងងើលគម្រាមទាំងការដើរចេញពីកិច្ចព្រមព្រៀងនេះគឺគ្រាន់តែជាយុទ្ធសាស្ត្ររបស់ភាគីថៃតែប៉ុណ្ណោះតែខ្ញុំយល់ឃើញថាភាគីថៃនឹងមិនហ៊ានបដិសេធនៅការចុះនៅកិច្ចព្រមព្រៀងសន្តិភាពក្រោមសាកសីដោយប្រធានអាស៊ានក្រោមអធិបតេយ្យភាពរបស់លោកដូណាល់ត្រាំនៅឯក្រៅសន្និសីទអាស៊ាននៅថ្ងៃទី26 28តុលា2025ខាងមុខទេខ្ញុំយល់ឃើញថាកិច្ចព្រមព្រៀងនេះនឹងចុះហត្ថលេខាបានដោយជោគជ័យលោកបណ្ឌិតជ័យតិចបានបង្ហាញទស្សនៈជុំវិញចំណុចដែលកម្ពុជាបានដាក់ចូលក្នុងកិច្ចព្រមព្រៀងឬការជជែកគ្នាជាមួយនឹងប្រទេសថៃយ៉ាងដូចនេះថាជាទស្សនៈយល់ឃើញរបស់ខ្ញុំយល់ឃើញថារដ្ឋាភិបាលក៏ដូចជាគណៈកម្មការផ្សេងដែលដោះស្រាយបញ្ហាជាមួយភាគីថៃគឺបានដាក់ចូលនៅលក្ខខណ្ឌជាច្រើនបាទនៅក្នុងកិច្ចព្រមព្រៀងឬក៏ការជជែកគ្នានោះបាទទោះបីជាមានការឯកភាពទៅលើការដោះមីនប៉ុន្តែមិនមែនការដោះមីននៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទេគឺសម្រាប់គ្នាកន្លែងណាដែលមានការដាច់ស្រេចបាទខណ្ឌចែកព្រំសីមាដាច់ស្រេចគឺនឹងធ្វើការដោះមីនមិនមែនទៅដោះកន្លែងដែលមិនទាន់មានការកំណត់នៅព្រំសីមាច្បាស់លាស់ទេឧទាហរណ៍ការដកអាវុធជាដើមគឺមានការដកអាវុធបែបណាឲ្យមានតុល្យភាពឲ្យមានភាពសមមាត្រនឹងគ្នាហើយប្រកបដោយតម្លាភាពហើយក៏ដូចជាការរំលោភនៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាខ្ញុំយល់ឃើញថារដ្ឋាភិបាលកម្ពុជាប្រមុខដឹកនាំកម្ពុជាគឺបានថ្លឹងថ្លែងអំពីផលប្រយោជន៍អំពីវិនិស្សកម្មហើយនឹងអំពីការឈានទៅរកការដោះស្រាយប្រកបដោយនិរន្តរភាពនៅពេលខាងមុខនេះសូមជម្រាបថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកមហាម៉ាត់ហាសានបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី14ខែតុលាថាលោកត្រាំកំពុងទន្ទឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងថៃនិងកម្ពុជាប្រមុខការទូតម៉ាឡេស៊ីបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពនេះអាចចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអាស៊ានដែលគ្រោងធ្វើពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាបើតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីកិច្ចព្រមព្រៀងនេះត្រូវហៅថាកិច្ចព្រមព្រៀងកូឡាឡាំពួរដែលនឹងធានាសន្តិភាពនិងបទឈប់បាញ់យូរអង្វែងរវាងកម្ពុជានិងថៃតាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពនេះដែរសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ថាមិនមែនជាថ្នូរទៅនឹងការធ្វើឲ្យកម្ពុជាបាត់ដីនោះទេសម្ដេចបានគូបញ្ជាក់បន្ថែមថាកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផលដើម្បីឈានទៅរកការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេស